ធ្វើមុខមនុយមកមុខនេះហើយដឹងតែអ្នកមើលដឹងតែស្រក់ទឹកមាត់បែបមិនគេស៊ូនស្ដីឲ្យឯងទៀតបាត់ទេញោមកន្លុកបើថាធ្វើមិនឲ្យហល់ទេដឹងតែបាត់បងរសជាតិឆ្ងាញ់របស់គេគាត់តែមកកធុនធំហ្នឹងចំណាយអស់លុយតែ11000រៀលទេហើយបងនិយាយពីរសជាតិមិនអាចប្រៀបផ្ទឹមបានទេចំជាមួយនឹងប៉ាត់តេប្តីខ្ញុំទិញមកនេះអឡងល្អទៀតជាប់ជាមួយនឹងសាច់ឈប់ទៀតប៉ាត់តេដែលប្តីខ្ញុំទិញហ្នឹងគឺស្នាដៃរបស់កូនខ្មែរយើងអ្នកលក់សតមានតែកាពិនេះមួយនៅក្នុងទេហើយដូចមានអ្នកជួយជំនួសដៃជំនួសជើងចង់បុកល្ហុងក៏បានចង់ភ្លាឬមួយកសាច់អាំងទៀតគឺកាន់តែប៉ាត់តេហ្នឹងម្ដាមតម្លៃ8000ក្អៅឈូក2000ជាមួយពេញប៉ោះ cherry នេះ1000ម្ទេសហើយជីណាយកបានបុកចូលដោយសារតែមាននៅផ្ទះស្រាប់ហ្មងព្រោះក្នុងផ្ទះអាចខ្វះបានទេជាមួយនឹងជីណាហើយម្ទេសហើយក្រូចឆ្មាយត្រូវតែមានទុកគាត់ទៅបើកថងប៉ាតេមកក៏មានក្លិនឈ្ងុយដែរប៉ាតេមកដុំធំហ្នឹងអូខ្ញុំនិយាយមែនញោមមួយថ្ងៃហ្នឹងហើយទុកបាននៅថ្ងៃស្អែកបានញ៉ាំទៀតទៅអាញោមប៉ាតេនេះមួយទុកកាន់តែយូរពេលណាគឺកាន់តែចូលជាតិរឹតតែឆ្ងាញ់ខ្ញុំហាន់វាជាប្រទេសស្ដើងហើយខ្ញុំពុះវាជា2ចេះទៀតបានងាយស្រួលញ៉ាំខ្ញុំឲ្យតែញោមខ្ញុំចូលចិត្តដាក់ជីណាឲ្យកាន់តែច្រើនហើយព្រោះនៅពេលដែលដាក់ច្រើនទៅគឺឆ្ងាញ់ខ្លាំងមែនតើហើយបើពេញប៉ោះ cherry នេះវិញខ្ញុំយកតែអាណារៀងខ្ចីណាបើពេលដែលយើងខាំទៅវាឈប់បើសិនជាយកអាណាទុំពេកវាអ៊ីទឹកអត់សូវឆ្ងាញ់ទេក្អៅឈុកខ្ញុំទិញមកអ្នកលក់សក់ទាំងស្អាតហ្មងហើយកុំភ្លេចយកមកពុះវាជា2ផងគ្រឿងទាំង3បុកហ្នឹងបានធ្វើឲ្យរួចរាល់ស្អាតអស់ហើយជាមួយនឹងប៉ាតេក៏ស្អាតដូចគ្នាអញ្ចឹងខ្ញុំមកបុកទឹកត្រីមកកុំភ្លេចភ្នែកអសោះរបៀបខ្ញុំបុកទឹកត្រីនេះគឺរសជាតិដិតឆ្ងាញ់មែនតើហ្មងមិនត្រឹមតែញោមប៉ាតេណាមកយកទៅដាក់ញោមជាមួយនឹងជ្រក់ជើងមាន់ទៀតរឹតតែឆ្ងាញ់ខ្ទឹមបុកម៉ត់ល្មមហើយដាក់ជាមួយនឹងម្ទេសចូលបើខ្ញុំដាក់ខ្ទង់ប្រហែលជា7ម៉ាសាភាហើយជាមួយនឹងប៊ីចេងមួយញៀបស្ករម៉ាសាភាពេញហ្មងដាក់ចូលឲ្យហើយចាំមកបុកជាមួយម្ទេសអញ្ចេះបានវាអត់ងាយខ្ទាតហើយជាមួយនឹងស្ករពាងម៉ាសាភាបាយពេញចេះមកព្រោះខ្វះអត់បានទេទឹកត្រីធ្វើដាក់ស្ករពាងគឺឆ្ងាញ់បំផុតដាក់ទឹកក្រូចឆ្មាចូលហើយជាមួយនឹងទឹកត្រីចូលទៅមកល្មមបានទេណាកុំភ្លេចអ្នកនរគ្នាភ្លក់មើលផងបើសិនជាស្ទើរអាចថែមគ្រឿងនៅខាងក្រៅបានតែបើខ្ញុំនេះវិញភ្លក់ទៅគឺល្មមបំផុតហ្មងអត់មានលក្ខណៈស្ទើរជូរស្ទើរផ្អែមឬមួយក៏ស្ទើរទឹកត្រីអីទេអូយបងប្អូនអើយគ្រាន់តែឃើញតែទឹកត្រីខ្ញុំនិយាយមែនសក់ទឹកមាត់បដាបាត់ឯហ្នឹងចោះនាំតែញោមគ្រឿងទាំងអស់នឹងចូលគ្នាទៀតទៅមុននឹងញោមអ្នកនរគ្នាត្រូវតែញោមបន្លែជាមុនសិនដើម្បីឲ្យវាចូលជាតិគ្នាមើលទឹកត្រីរបស់ខ្ញុំឡើងខាប់ឡើងល្មួតមកបើចង់ធ្វើទឹកត្រីឆ្ងាញ់កុំបន្ថែមទឹកឲ្យសោះកូរបន្លែសប់ជាមួយនឹងទឹកត្រីរួចរាល់អស់ហើយដាក់ជាមួយប៉ាតេចូលស្រូចជាមួយនឹងទឹកត្រីដែលខ្ញុំបានបុកលីមុនហ្នឹងកូរច្បល់ទៅកូរច្បល់មកចឹងមកព្រោះតែអត់កូរឲ្យសប់ចឹងទេគឺថាកៅអៅឈូកហ្នឹងពេលដែលយកដាក់ញោមចឹងទៅគឺវាឆាប់ចេញទឹកកូរហ្នឹងដល់តែកូររៀងមកសន្ទុះធំដែរបើសិនជាបងប្អូនកូរឆាប់ពេកគឺថាវាត្រូវចូលជាតិជាមួយទឹកត្រីអត់សូវឆ្ងាញ់ទេហូរជាតិប៉ាតេហើយនឹងកៅអៅឈូកវិញចូលជាតិគ្នាខ្លាំងមែនតើបើនិយាយពីកៅអៅឈូកឲ្យឡើងស្រួយហើយប៉ាតេឡើងឈប់អញ្ចេះទៀតបូករួមជាមួយទឹកត្រីដែលខ្ញុំបុកឲ្យឡើងជូរហឹរប្រៃផ្អែមមកល្មមចាំការទៀតចូលដាក់ចានចឹងមកឆាប់ថតឲ្យបងប្អូនមើលដែរមើលឲ្យស្រក់ទឹកមាត់ចែកគ្នាទាំងអស់គ្នាកដាយកកដាធៀបអញ្ចឹងផងអ្នកមើលមិនដឹងអាស្ដីឲ្យខ្ញុំបែបមិនទេលោកលេង style សិតតែ7ចានទៀតហើយបើប្តីខ្ញុំនេះវិញគាត់ញ៉ាំបដាគាត់នឹកឃើញដល់ទឹកក្រូចព្រោះគាត់ចូលចិត្តឲ្យតែញ៉ាំរបស់ហឹលគឺគាត់ចូលចិត្តផឹកជាមួយទឹកក្រូចមែនតើគឺត្រូវជាតិគ្នាណាតែបើសិនជាអ្នកណាចូលចិត្តដាក់ទៅធ្វើជាម្ហូបក្លែមក៏បានដែរបើធ្វើអញ្ចឹងទៅគឺរឹតតែត្រូវនៅពេលដែលជួបជុំកម្មវិធីទៀត